ជាអស្ចារ្យណាស់កម្ពុជាតារារ៉េបលោកវណ្ណដាបានសរសេរសារចាក់ដោតមួយថាអត់ចេះអួតទេមុនក្រោយគង់តែដឹងប្រាប់តគ្នាផងហៅប្រាប់ឲ្យហើយខ្លាចគេលៀបពណ៌ហើយនៅក្នុងគេហទំព័ររបស់លោកក៏បានបញ្ជាក់ទៀតថាថ្ងៃសុខថ្ងៃល្អទិញដែកទិញដាច់អត់បងរំលោះអត់ផ្សេងគេអត់អីទាំងអស់រូបសោយសូមអរគុណចង់ដឹងទេថាតើតម្លៃឡានរបស់លោកបណ្ដាតម្លៃប៉ុន្មានហើយម៉ូតអីម៉ាក់អីឈ្មោះអីឥឡូវនេះសូមមកតាមដានទាំងអស់គ្នា Let's go តាមគេហទំព័រ The Car Fantastic Auto Lamborghini Urus គឺជា SUV Standard High Performance ដែលផលិតដោយក្រុមហ៊ុន Lamborghini ប្រទេសអ៊ីតាលីវាត្រូវបានបង្ហាញជាសាធារណៈជាលើកដំបូងនៅឆ្នាំ2017ហើយបានក្លាយជារាជធានីក្នុងចំណោមប្រភេទ SUV ផងដែរព័ត៌មានទូទៅដែល Lamborghini Urus ប្រភេទរថយន្ត Super SUV Sport Utility Hatchback ឆ្នាំផលិតដំបូង2017ដាក់លក់ចាប់ពីឆ្នាំ2018ផលិតដោយ Automobili Lamborghini SPA អ៊ីតាលីបច្ចេកវិទ្យានិងសមត្ថភាពបច្ចេកទេសព័ត៌មានម៉ាស៊ីន 4.0 លីត្រ Twin Turbo Shell V8 កម្លាំង650 HP 478 kW ទូក850ប្រព័ន្ធផ្លាស់លេខ8 Speed Automatic ប្រព័ន្ធដឹកជញ្ជូន All-wheel drive AWD ល្បឿនពី0ទៅ100 km ក្នុង1ម៉ោងប្រហែល 3.6 វិនាទីតែប៉ុណ្ណោះល្បឿនតែបរមា305 km ក្នុង1ម៉ោងអូយយអេដមីនអានចង្វល់មុខហើយឥឡូវយើងមកកាត់សង្ខេបតែម្ដងទៅបងប្អូនបាទកុំឲ្យវែងឆ្ងាយតម្លៃនោះគឺបើក្នុងទឹកដីអាមេរិកនេះតម្លៃគោលផិនវាគឺ$230,000ប៉ុន្តែដោយឡែកនៅក្នុងប្រទេសកម្ពុជាក៏ដូចជាក្នុងប្រទេសអាស៊ានអាចឈានទៅដល់$30,000ដល់$50,000សហរដ្ឋអាមេរិកចឹងបើយើងសរុបទៅសរុបមកអញ្ចឹងរថយន្តនេះតម្លៃប្រហែលជា$50,000ជាងដែរបងប្អូនបាទ